អាញាធររុស្ស៊ីត្រៀមជំនះប្រជាជនប្រមាណ 25,000 នាក់ចេញពីតំបន់គ្រីមៀខណៈអាចនឹងផ្ទេរទ្រព្យសម្បត្តិដោយស្ងាត់ៗទៅជាមួយផងយោងតាមសារព័ត៌មាន Ukreminalinfo ក៏ដូចជាព័ត៌មានផ្ទៃក្នុង Cheka OGPU ដែលមានទំនាក់ទំនងជាមួយកងកម្លាំងសន្តិសុខរុស្ស៊ីបានរាយការណ៍ឲ្យដឹងថារដ្ឋបាលកាន់កាប់តំបន់គ្រីមៀដែលគាំទ្រដោយវិមានក្រំឡាំងកំពុងរៀបចំផែនការសម្ងាត់មួយដើម្បីធ្វើការជំនះប្រជាជននិងមន្ត្រីរដ្ឋាភិបាលចេញពីឧបទ្វីបមួយនេះតាមប្រភពដដែលឯកសារផែនការនេះអាចពាក់ព័ន្ធនឹងការជំនះមនុស្សរហូតដល់ប្រមាណ 250,000 នាក់ប្រសិនបើព័ត៌មាននេះត្រូវបានបញ្ជាក់ជាផ្លូវការវាអាចក្លាយជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភមួយនិងជាការបង្ហាញស្ថានភាពសន្តិសុខដ៏ធ្ងន់ធ្ងរសម្រាប់វិមានក្រំឡាំងតាមប្រភពព័ត៌មានក៏បានឲ្យដឹងថាការរៀបចំសម្រាប់ការជំនះនេះក៏ទំនងជាការធ្វើសកម្មភាពមួយចំនួនពាក់ព័ន្ធនឹងការផ្ទេរទ្រព្យសម្បត្តិដោយសម្ងាត់របស់រដ្ឋាភិបាលនៅតំបន់គ្រីមៀផងដែរទោះជាយ៉ាងណាប្រភពមួយផ្សេងទៀតពី Cheka OGPU បានអះអាងថាផែនការជំនះមួយផ្នែកពិតជាត្រូវបានរៀបចំឡើងពិតប្រាកដមែនប្រភពដដែលបានបញ្ជាក់ថាបញ្ហាសំខាន់បំផុតគឺការខ្វះភាពច្បាស់លាស់អំពីទីតាំងសម្រាប់ទទួលយកចំនួនមនុស្សទ្រង់ទ្រាយធំនៅក្នុងប្រទេសរុស្ស៊ីខណៈដែលចំនួន 250,000 នាក់ស្មើនឹងប្រជាជនមធ្យមនៅក្នុងទីក្រុងមួយប្រភព Cheka OGPU បានរាយការណ៍ថាក្រុមប្រដាប់អាវុធយោធាបានចាប់ផ្ដើមធ្វើដំណើរមកដល់ឃ្លាំងប្រេងនៅតំបន់គ្រីមៀចាប់ពីថ្ងៃសុក្រនិងបន្តរហូតដល់ថ្ងៃសៅរ៍ហើយពួកគេបានបណ្ដេញតំណាងម្ចាស់ទីតាំងនោះចេញដោយបង្ខំដើម្បីធ្វើការគ្រប់គ្រងកន្លែងនោះទាំងស្រុងបន្ថែមពីនេះប្រភពបានឲ្យដឹងថាសកម្មភាពស្រដៀងគ្នានេះក៏ត្រូវបានរាយការណ៍ថាបានកើតឡើងនៅក្រុមហ៊ុនផលិតរថយន្តឯកជនមួយចំនួនផងដែរប្រតិបត្តិការនេះត្រូវបានគេចាប់ប្រកាន់ថាត្រូវបានដឹកនាំដោយបុរសម្នាក់ដែលបានដាក់ឈ្មោះជាសញ្ញាសម្គាល់ថា Cruz ដែលឈ្មោះនេះត្រូវបានគេដឹងថាប្រើសម្រាប់ការទំនាក់ទំនងដើម្បីលាក់អត្តសញ្ញាណពិតប្រភពព័ត៌មានពីពណ៌នាថាគាត់ជាអតីតទាហានស៊ីឈ្នួលរបស់ក្រុម Wagner ដែលក្រោយមកបានក្លាយជាមេបញ្ជាការម្នាក់នៅក្នុងក្រុមហ៊ុនយោធាឯកជនមួយនៅតំបន់គ្រីមៀដែលមានទំនាក់ទំនងជាមួយរង្វង់ខាងក្នុងរបស់រដ្ឋាភិបាលគ្រីមៀលោក Sergei Aksyonov យោងតាម Cheka OGPU នៅពេលប៉ូលីសមកដល់កន្លែងកើតហេតុ Cruz បានយោងទៅលើបទបញ្ជាសម្ងាត់ពីក្រុមប្រឹក្សារដ្ឋមន្ត្រីគ្រីមៀដែលពាក់ព័ន្ធនឹងការរៀបចំទុនបម្រុងក្នុងករណីមានការជម្លៀសការពន្យល់នេះត្រូវបានគេចាប់ប្រកាន់ថាជាមូលហេតុសម្រាប់ការរឹបអូសនិងគ្រប់គ្រងលើឃ្លាំងប្រេងនិងធនធានដឹកជញ្ជូនបរិបទនេះធ្វើឲ្យព័ត៌មានភាពរសើបយ៉ាងខ្លាំងក្នុងរយៈពេលប្រមាណសប្តាហ៍ចុងក្រោយអ៊ុយក្រែនបានបន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធភស្តុភារនៅតំបន់គ្រីមៀដែលរួមមានឃ្លាំងប្រេងសាឡាងកំពង់ផែស្ពានផ្លូវដែកនិងទីតាំងផលិតថាមពលឧបទ្វីបនេះក៏បានប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីការរឹតបន្តឹងប្រេងឥន្ធនៈបញ្ហាការធ្វើដំណើរនិងជួររងចាំនៃយានយន្តដ៏វែងអន្លាយដែលរងចាំឆ្លងកាត់ស្ពានខើចអ្នកសង្កេតការណ៍បានកត់សម្គាល់ថាសូម្បីតែការរៀបចំផែនការបែបនេះបើត្រូវបានបញ្ជាក់នឹងបង្ហាញពីការផ្លាស់ប្ដូរយ៉ាងសំខាន់នៃអារម្មណ៍និងស្ថានភាពខាងក្នុងរបស់រដ្ឋបាលកាន់កាប់នៅតំបន់គ្រីមៀដែលវិមានក្រំឡាំងបានផ្សព្វផ្សាយអស់រយៈពេលជាច្រើនឆ្នាំថាជានិមិត្តរូបនៃការត្រឡប់មកវិញឥឡូវនេះកាន់តែមើលទៅដូចជាទឹកដីដែលមិនត្រឹមតែត្រូវការផ្គត់ផ្គង់នឹងការការពារប៉ុណ្ណោះទេប៉ុន្តែក៏កំពុងត្រៀមខ្លួនសម្រាប់សេណារីយ៉ូជំនះប្រជាជនផងដែរអ្នកសរសេរប្លុកស៊ីរបស់រុស្ស៊ីលោក Alexander Goni បានពណ៌នាថាស្ថានភាពនៅគ្រីមៀដែលរុស្ស៊ីកាន់កាប់កំពុងស្ថិតក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរលោកបានអះអាងថាប្រជាជនមានការខកចិត្តចំពោះរដ្ឋាភិបាលរុស្ស៊ីនិងមានអារម្មណ៍ថាត្រូវបានបោះបង់ចោលខណៈដែលរូបភាពនៅលើទូរទស្សន៍មិនបង្ហាញពីភាពស្របគ្នាជាមួយការពិតដែលកើតឡើងនៅលើដីផ្ទាល់នោះទេលោកបានបញ្ជាក់ថាបញ្ហាជាច្រើននៅក្នុងតំបន់មិនត្រូវបានទីក្រុងមូស្គូយកចិត្តទុកដាក់នោះទេនៅពេលដែលមានអគ្គិសនីត្រឹមតែរយៈពេលខ្លីទូរទស្សន៍នៅតែបង្ហាញថាស្ថានភាពមានសភាពធម្មតាខណៈដែលការពិតជាក់ស្ដែងនៅតាមហាងនានាកំពុងខ្វះទំនិញមនុស្សមានភាពតានតឹងខ្លាំងនិងមានការផ្គត់ផ្គង់អគ្គិសនីមិនទៀងទាត់ការខ្វះប្រេងឥន្ធនៈក៏កំពុងកើនឡើងខណៈអ្នកដឹកជញ្ជូនមួយចំនួនត្រូវធ្វើដំណើរទៅកាន់តំបន់ Krasnodar Krai ដើម្បីស្វែងរកការផ្គត់ផ្គង់លោកនេះបានកត់សម្គាល់ថាប្រជាជនកំពុងមានសំណួរច្រើនប៉ុន្តែមិនមានចម្លើយច្បាស់លាស់ពីអាជ្ញាធរលោកបានប្រមានថាស្ថានភាពកំពុងអាក្រក់ឡើងនិងទស្សនវិស័យមិនច្បាស់លាស់ហើយបានព្យាករណ៍ថាអាចមានមហន្តរាយសម្រាប់តំបន់នេះ
តាមការវិតម្លៃរបស់លោកវិបត្តិនេះអាចមានរយៈពេលវែងហើយគ្រីមៀកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃបញ្ហាធ្ងន់ធ្ងរការខ្វះខាតប្រេងឥន្ធនៈនិងទំនិញចាំបាច់ផ្សេងៗកំពុងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែលំបាកខណៈវិស័យទេសចរណ៍ដែលជាចំណូលសំខាន់ក៏កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរលោកបានបញ្ចប់ថានៅពេលនេះប្រជាជនមិនត្រឹមតែគិតអំពីការរកប្រាក់ចំណូលទៀតទេប៉ុន្តែក៏កំពុងផ្ដោតលើការរស់រានមានជីវិតនិងការត្រៀមខ្លួនសម្រាប់ស្ថានភាពអនាគតដែលមានភាពមិនប្រកបប្រជាបើទោះបីជាប្រជាជនរុស្ស៊ីនៅពេលនេះហាក់បង្ហាញការមិនពេញចិត្តចំពោះរដ្ឋាភិបាលរបស់ខ្លួនចំពេលដែលវិបត្តិផ្ទួនបានប៉ះពាល់ដល់ស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេដោយសារការវាយប្រហារសងសឹកដោយកងកម្លាំងយោធាអ៊ុយក្រែនក៏ពួកគេមិនអាចប្រឆាំងចំពោះភាពស្របច្បាប់នៃការកាន់អំណាចរបស់លោកពូទីនក្នុងនាមជាប្រធានាធិបតីរុស្ស៊ីនៅអាណត្តិបន្ទាប់នោះឡើយតាមការចេញផ្សាយដោយសារព័ត៌មាន Kyiv Independent បានឲ្យដឹងថានៅក្នុងប្រទេសរុស្ស៊ីដែលការបោះឆ្នោតត្រូវបានគេចាត់ទុកថាមានភាពមិនប្រកបប្រជាវាមានកម្លាំងនៅតែបន្តរៀបចំដំណើរការបោះឆ្នោតដែលមានការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នដំណើរការនេះមិនត្រូវបានរចនាឡើងសម្រាប់ការប្រកួតប្រជែងយ៉ាងពិតប្រាកដក្នុងការជ្រើសរើសមេដឹកនាំនោះទេប៉ុន្តែមានគោលបំណងពង្រឹងភាពស្របច្បាប់នៃអំណាចរបស់ប្រធានាធិបតី Vladimir Putin ដោយសារការបោះឆ្នោតសភានាពេលខាងមុខនឹងត្រូវកំណត់នៅថ្ងៃទី20ខែកញ្ញាដែលជាការបោះឆ្នោតលើកដំបូងចាប់តាំងពីការចាប់ផ្ដើមសង្គ្រាមប្រឆាំងអ៊ុយក្រែនមន្ត្រីនយោបាយរបស់វិមានកម្លាំងត្រូវបានប្រកល់ភារកិច្ចឲ្យបង្កើនការគាំទ្រសម្រាប់គណៈបករួបរวมរុស្ស៊ីភារកិច្ចនេះកាន់តែមានភាពពិបាកនៅក្នុងបរិបទដែលប្រទេសកំពុងប្រឈមមុខនឹងស្តង់ដារជីវភាពធ្លាក់ចុះការរឹតបន្តឹងអ៊ីនធឺណិតការខ្វះខាតប្រេងឥន្ធនៈនិងផលប៉ះពាល់នៃសង្គ្រាមដែលកំពុងប៉ះពាល់ដល់ជីវិតប្រជាជនលោកស្រី Regina Smithអ្នកស្រាវជ្រាវអំពីទំនាក់ទំនងរដ្ឋសង្គមរុស្ស៊ីនៅសាកលវិទ្យាល័យ Uppsala បានសង្កេតថាអ្វីដែលខុសពីអតីតកាលគឺស្ថិរភាពដែលធ្លាប់ជាគោលដៅសំខាន់ក្នុងការបង្កើតការគាំទ្រសម្រាប់លោកពូទីនកំពុងរលាយបាត់យ៉ាងឆាប់រហ័សនៅចំពោះមុខការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែនបើតាមលោកស្រី Margarita Savarskayaអ្នកជំនាញអំពីទូនីតិនៃការបោះឆ្នោតក្នុងរដ្ឋផ្ដាច់ការនៅវិទ្យាស្ថានកិច្ចការអន្តរជាតិហ្វាំងឡង់ក៏បានបង្ហាញទស្សនៈថាការវាយប្រហារចុងក្រោយនេះរបស់អ៊ុយក្រែនរួមទាំងការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងនៅទីក្រុង St. Petersburg នៅក្នុងអំឡុងវេទិកាសេដ្ឋកិច្ចអាចបង្កការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់លោកពូទីនមុនការបោះឆ្នោតក្នុងបរិបទនេះវិមានកម្លាំងនឹងព្យាយាមរក្សារូបភាពប្រក្រតីស្របពេលមានការវាយប្រហារពីអ៊ុយក្រែនអាជ្ញាធររុស្ស៊ីក៏បានបិទអ៊ីនធឺណិតចល័តជាបន្តបន្ទាប់នៅទូទាំងប្រទេសការចូលប្រើប្រាស់ Telegram, WhatsApp និងវេទិកាផ្ញើសារដ៏ពេញនិយមផ្សេងៗត្រូវបានរឹតបន្តឹងជាប្រចាំក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជំរុញឲ្យប្រជាជនប្តូរទៅប្រើកម្មវិធី Max ដែលគ្រប់គ្រងដោយរដ្ឋលោក Andriy Persev អ្នកយកព័ត៌មាននយោបាយនៅទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Meduza ដែលនិរទេសខ្លួនបានបញ្យល់ថាក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោក Vladimir Putin មុនការបោះឆ្នោតធំៗវិមានកម្លាំងតែងតែបញ្ជូនការណែនាំលម្អិតទៅកាន់មន្ត្រីតាមតំបន់ដោយកំណត់លទ្ធផលដែលត្រូវសម្រេចបាននិងវិធានការដែលត្រូវអនុវត្តដើម្បីឲ្យឈានដល់លទ្ធផលដែលបានគ្រោងទុកតាមទស្សនៈនេះការបោះឆ្នោតលើកនេះក៏បានខុសគ្នាផងដែរទោះបីជាលទ្ធផលត្រូវបានគេរំពឹងជាមុនក៏ដោយការបោះឆ្នោតនៅតែមានសារៈសំខាន់សម្រាប់វិមានកម្លាំងនិងជាពិសេសសម្រាប់លោកពូទីនផ្ទាល់លោក Persev បាននិយាយថាលោកចង់ឲ្យមានការបង្ហាញតួលេខនិងលទ្ធផលជាផ្លូវការនៃការបោះឆ្នោតទាំងនេះនៅឆ្នាំ2021គណៈបករួបរวมរុស្ស៊ីទទួលបាន324អាសនៈនៅក្នុងសភាដែលមានសមាជិកសរុប450រូបដែលជាសម្លេងភាគច្រើនគ្រប់គ្រាន់សម្រាប់អនុញ្ញាតឲ្យគណៈបកនេះកែប្រែរដ្ឋធម្មនុញ្ញតាមឆន្ទៈក្រៅពីនេះមានគណៈបកចំនួន4ផ្សេងទៀតដែលគាំទ្ររដ្ឋាភិបាលត្រូវបានអនុញ្ញាតឲ្យមានតំណែងនៅក្នុងសភារួមមានគណៈបកកុម្មុយនីគណៈបកប្រជាធិបតេយ្យសេរីនិយមគណៈបក Just Russia និងគណៈបក New People ក្នុងនោះគណៈបក New People គឺជាក្រុមនយោបាយថ្មីដែលបានចូលរួមសភាលើកដំបូងចាប់តាំងពីឆ្នាំ2003ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជនដែលចង់ឃើញមុខមាត់ថ្មីនៅក្នុងប្រព័ន្ធនយោបាយដែលមើលទៅនៅតែមានភាពជាប់គាំងលោកស្រី Regina Smith អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកដែលមានជំនាញលើនយោបាយរុស្ស៊ី
ក៏បានឲ្យដឹងទៀតថាស្ថានភាពបច្ចុប្បន្នគឺមានហានិភ័យនិងភាពតានតឹងសម្រាប់វិមានកម្លាំងប៉ុន្តែវាមិនមានន័យថានឹងមានការតវ៉ាទ្រង់ទ្រាយធំឬវិបត្តិធ្ងន់ធ្ងរបន្ទាប់ពីការបោះឆ្នោតនោះទេបើទោះបីជាមានការក្លែងបន្លំសន្លឹកឆ្នោតក៏ដោយលោកស្រីក៏បានបន្ថែមថាការបោះឆ្នោតនេះនឹងមិនធ្វើឲ្យរដ្ឋាភិបាលរុស្ស៊ីដួលរលំឡើយប៉ុន្តែអាចបង្កើនកម្រិតភាពមិនប្រកបប្រជាខ្ពស់ជាងមុនប្រទេសរុស្ស៊ីត្រៀមដាក់ដំណើរការឡើងវិញនៅនាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរដែលមានទម្ងន់ដល់ទៅ 28,000 តោននាវានេះមានឈ្មោះថា Admiral Nakhimov ជានាវាចម្បាំងដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ីបច្ចុប្បន្នវាស្ថិតនៅក្រោមការសាកល្បងដំណាក់កាលចុងក្រោយនៅលើផ្ទៃសមុទ្របន្ទាប់ពីបានឆ្លងកាត់ជួសជុលនិងកែលម្អឡើងវិញនៅក្នុងរោងចក្រផលិតនាវា Sevsmashនៅក្នុងការជួសជុលនិងកែច្នៃឡើងវិញនេះរុស្ស៊ីបានចំណាយពេលជិត3ទសវត្សរ៍និងថវិកាប្រហែលជា $5,000 លានអាមេរិកការកែលម្អនេះត្រូវបានគេចាត់ទុកថាគឺជាការធ្វើទំនើបកម្មដ៏ធំបំផុតមិនធ្លាប់មានសម្រាប់នាវាចម្បាំងរបស់រុស្ស៊ីដោយវាត្រូវបានបំពាក់ជាមួយប្រព័ន្ធប្រយុទ្ធនិង sensor ដ៏ទំនើបជាពិសេសគឺគ្រាប់មីស៊ីលចំនួនថ្មីក្នុងគោលបំណងបង្កើនអាយុកាលបម្រើការងារបានរាប់ទសវត្សរ៍ទៅមុខទៀតបើតាម Interesting Engineering នាវាចម្បាំងប្រភេទនេះអាចរត់លើផ្ទៃទឹកក្នុងល្បឿនប្រហែលជា59 គីឡូម៉ែត្រនៅក្នុង1ម៉ោងដែលធ្វើឲ្យវាក្លាយជានាវាពិឃាតខ្នាតធំមានល្បឿនលឿនជាងនាវាពិឃាតរបស់សហរដ្ឋអាមេរិកនិងរដ្ឋសមាជិកអង្គការ NATO ទាំងអស់បំពាក់ដោយម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ KN3 ចំនួន2ជំរុញឲ្យវាអាចរត់លឿនជាងនាវាពិឃាតនាវាផ្ទុកយន្តហោះនិងនាវាចម្បាំងការពារនានារបស់អាមេរិកដូចជាសមាជិករបស់អង្គការ NATO ផងដែរបើយោងតាម Naval News ការកែប្រែប្រព័ន្ធអាវុធសម័យសង្គ្រាមត្រជាក់ដាក់ចេញនាវា Admiral Nakhimov ត្រូវបានបំពាក់ឡើងវិញនៅបច្ចេកវិទ្យាប្រយុទ្ធ Digital និងរុនបាញ់មីស៊ីលបញ្ឈរដែលហៅកាត់ថា VLS សរុបចំនួន176រុននៅក្នុងនោះមានរុនបាញ់ចំនួន80រុនសម្រាប់ផ្ទុកមីស៊ីលទំនើបរួមមានមីស៊ីលលឿនជាងសម្លេង Zircon មីស៊ីលនាំផ្លូវ Kalib និងមីស៊ីលប្រឆាំងនឹងនាវា Onyx ផងដែរវាក៏ត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីល Ford M ដែលស្រដៀងនឹងប្រព័ន្ធមីស៊ីលការពារដែនអាកាស S400 ចំនួន96រុនព្រមទាំងប្រព័ន្ធ Pantsir M ដើម្បីស្ទាក់ចាប់យន្តហោះ drone និងមីស៊ីលសត្រូវគួរកត់សម្គាល់ថានាវាប្រភេទនេះត្រូវបានគេរំពឹងថានឹងដាក់ឲ្យចូលរួមនៅក្នុងជួរកងទ័ពជើងទឹកភាគខាងជើងរបស់ប្រទេសរុស្ស៊ីភារកិច្ចចម្បងរបស់វាគឺជាការការពារតំបន់ប្រយុទ្ធអាร์កតិកនិងមហាសមុទ្រអាត្លង់តិកខាងជើងព្រមទាំងការពារតំបន់មូលដ្ឋានការពារនាវាមុជទឹកនុយក្លេអ៊ែររបស់រុស្ស៊ីពីការគំរាមកំហែងពីសំណាក់ក្រុមនាវាផ្ទុកយន្តហោះរបស់អង្គការ NATO